តើអ្នកធ្លាប់ត្រឡប់ទៅមើលផ្ទះចាស់ដែលអ្នកធ្លាប់រស់នៅកាលពីក្មេងដែរឬទេសាកបិទភ្នែកហើយស្រមៃថាអ្នកកំពុងតែឈរនៅមុខរបងផ្ទះឈើចាស់មួយរបងឈើដែលធ្លាប់លាបពណ៌សពេលនេះប្រែជាពណ៌ប្រផេះក្រមៅនិងមានវល្លិឡើងព័ទ្ធជិតខ្យល់ល្ងាចបក់មកកាត់នាំយកក្លិនដីសើមនិងក្លិនស្លឹកឈើស្ងួតមកប៉ះចมูกរបស់អ្នកបេះដូងរបស់អ្នកចាប់ផ្ដើមលោតញាប់វាមិនមែនជាភាពភ័យខ្លាចនោះទេប៉ុន្តែវាជាអារម្មណ៍នឹកស្រណោះដែលលាយឡំជាមួយនឹងភាពឈឺចាប់អ្នកលោកដៃទៅប៉ះសៅរបងដែលឥឡូវនេះរំកោសដោយជ្រេះចាប់ក្រាស់ខ្មឹកសំឡេងក៏កាត់នៃដែកដែលរុញបើកទ្វារគ្រឺតលាន់លឺយ៉ាងខ្លាំងហាក់ដូចជាកំពុងតែដាប់ផ្ទះនេះឲ្យភ្ញាក់ពីដំណេកដ៏យូរអង្វែងអ្នកក៏បន្តដើរចូលមកក្នុងផ្ទះស្មៅឡើងខ្ពស់ត្រឹមជង្គង់គ្របដណ្ដប់លើផ្លូវដែលអ្នកធ្លាប់រត់លេងកាលពីក្មេងមើលនោះដើមស្វាយធំមួយនៅជ្រុងរបងវាហាក់ដូចជាចាស់ជាងមុនដើមវាឡើងស្រអាប់តែគ្មានផ្លែសោះនៅពេលដែលអ្នកដើរមកកាន់កាំជណ្ដើរឈើសំឡេងក្តារជណ្ដើរដែលគៀបសង្កត់ដោយទម្ងន់របស់អ្នកលាន់លឺម្ដងមួយអ្នកឈរនៅពីមុខទ្វារធំនៃផ្ទះរបស់អ្នកដៃរបស់អ្នកចាប់ផ្ដើមញ័រតិចពេលកំពុងបង្វិលសោដើម្បីបើកទ្វារនៅពេលទ្វាររបើករឿងដំបូងដែលអ្នកមានអារម្មណ៍នោះគឺក្លិនហឹបនៃធូលីដីនិងឈើចាស់ដែលគ្មានអ្នកថែទាំពន្លឺព្រះអាទិត្យពណ៌លឿងទុំចុងក្រោយនៃថ្ងៃបាញ់តាមប្រហោងជញ្ជាំងធ្វើឲ្យអ្នកមើលឃើញធូលីដីរាប់ពាន់គ្រាប់កំពុងហោះហើរនៅកណ្ដាលអាកាសអ្នកក៏បានឈានជើងចូលទៅក្នុងបន្ទប់ទទួលភ្ញៀវពេលនេះវាស្ងាត់ជ្រងំស្ងាត់រហូតតតែអ្នកអាចស្ដាប់នៅដង្ហើមរបស់ខ្លួនឯងបាននៅកណ្ដាលផ្ទះខៅអីឈើដែលប៉ាធ្លាប់អង្គុយដេកមើលតុក្កតាជាមួយអ្នកនៅតែដាក់នៅកន្លែងដដែលប៉ុន្តែពេលនេះវាមានស្រទាប់ធូលីក្រាស់គ្របដណ្ដប់តុកតូចមួយនៅចំពីមុខក៏ទទេស្អាតអ្នកដើរទៅជិតជញ្ជាំងដែលអ្នកធ្លាប់វាស់កម្ពស់ដោយប្រើម្រាមដៃសន្សឹមអ្នកអង្អែលតាមស្នាមឆ្នូតតូចស្នាមនេះកាលពីអាយុ7ឆ្នាំស្នាមនេះកាលពីអាយុ8ឆ្នាំការប៉ះពាល់នេះធ្វើឲ្យអារម្មណ៍របស់អ្នករំជើបរំជួលស្រាប់តែសំឡេងសើចកាលពីក្មេងរបស់អ្នកនិងបងប្អូនក៏លាន់លឺនៅជ្រុងម្ខាងនៃផ្ទះសំឡេងម៉ាក់ហៅពីផ្ទះបាយមកថាមកញ៉ាំបាយកូនលាន់លឺមកយ៉ាងច្បាស់
ប៉ុន្តែនៅពេលអ្នកបើកភ្នែកឡើងមកវិញអ្វីៗគ្រប់យ៉ាងត្រូវបានបាត់អស់នៅសល់តែភាពស្ងប់ស្ងាត់និងស្រមោលនៃដើមឈើដែលរេរាំតាមខ្យល់នៅខាងក្រៅបង្អួចអ្នកក៏បន្តដើរទៅបើកទ្វារបន្ទប់មួយទៀតនេះហើយគឺជាបន្ទប់គេងរបស់អ្នកបន្ទប់តូចមួយដែលធ្លាប់ជាពិភពលោកទាំងមូលរបស់អ្នកគ្មានគ្រែគ្មានតុក្កតាមានតែភាពទទេស្អាតអ្នកមើលទៅលើពិដានដែលអ្នកធ្លាប់គេងហើយគិតពីអនាគតនោះកាលនោះអ្នកចង់ឲ្យខ្លួនឯងឆាប់ធំដើម្បីចេញទៅមើលពិភពលោកខាងក្រៅឥឡូវនេះអ្នកបានធំហើយបានឃើញពិភពលោកហើយប៉ុន្តែតម្លៃដែលអ្នកត្រូវបង់នោះគឺការដែលមិនអាចត្រឡប់មកដេកនៅក្នុងបន្ទប់តូចមួយនេះបានទៀតឡើយអ្នកដើរចេញពីផ្ទះទាំងអារម្មណ៍ទន់ជ្រាយនៅពេលដែលអ្នកដើរចេញផុតពីទ្វារធំអ្នកបានងាកមកមើលផ្ទះចាស់ជាលើកចុងក្រោយពន្លឺព្រះអាទិត្យរៀបលិចធ្វើឲ្យផ្ទះឈើចាស់មួយនេះមើលទៅដូចជាស្រមោលដ៏ធំមួយដែលកំពុងលាកូនម្នាក់ដែលមិនព្រមធំនឹងក្តីអ្នកចាក់សោទ្វាររបងហើយដើរចេញទៅវិញប៉ុន្តែអ្នកដឹងច្បាស់ថាគ្រប់ដានជើងរបស់អ្នកនៅលើធូលីដីក្នុងផ្ទះនោះវានឹងនៅទីនោះដដែលរហូតដល់ពេលវេលាវាកំទេចចោលទាំងស្រុងអ្នកមិនអាចយកអនុស្សាវរីយ៍ត្រឡប់មកវិញបានទេមានតែអាចចងចាំវាទុកនៅក្នុងជ្រុងដែលអ្នកសោកសៅបំផុតនៃបេះដូងតែប៉ុណ្ណោះ